សួស្តីអ្នកទាំងអស់គ្នានេះគឺជា SCP-611 SCP-611 វាគឺជាប៉ារ៉ាស៊ីតមួយយ៉ាងដែលមើលទៅដូចជាឈើចាក់ធ្មេញក៏ប៉ុន្តែវាមិនមែនជាឈើចាក់ធ្មេញឡើយផ្ទុយទៅវិញវាគឺជាសត្វល្អិតហ្នឹងរូបរាងវាមិនមែនដូចជារុយឬក៏មូសឡើយរូបរាងរបស់វាមើលទៅដូចជាឈើចាក់ធ្មេញហ្មងគ្រាន់តែវាមានស្លាបហើយ SCP-611 តែងតែធ្វើដំណើរគ្រប់ទីកន្លែងដែលមានឈើចាក់ធ្មេញនៅជាមួយហើយវានឹងធ្វើដំណើរទៅបន្លំខ្លួនជាមួយនឹងឈើចាក់ធ្មេញផ្សេងទៀតហើយស្លាបនៅលើខ្លួនរបស់វានឹងជ្រុះហើយរូបរាងរបស់វានឹងคล้ายទៅជាឈើចាក់ធ្មេញពេញលេញនៅពេលដែលមនុស្សញ៉ាំរបស់អីជាប់នៅជើងធ្មេញហើយយកឈើចាក់ធ្មេញមកចាក់ធ្មេញនោះវានឹងទម្លាក់ពងនៅជើងធ្មេញរបស់មនុស្សហើយពងរបស់វានឹងញាស់នៅថ្ងៃបន្ទាប់នៅពេលដែលពងរបស់ SCP-611 ញាស់មនុស្សមានការឈឺចាប់យ៉ាងខ្លាំងបើមិនយកទៅព្យាបាលទាន់ពេលវេលាទេមនុស្សនឹងស្លាប់ភ្លាមពីព្រោះមានការឈឺចាប់យ៉ាងខ្លាំងនិយាយរួមទៅអ្នកទាំងអស់គ្នា SCP-611 វាមានន័យច្រើនទេវាគឺជាសត្វល្អិតម្យ៉ាងដែលមើលទៅដូចជាឈើចាក់ធ្មេញក៏ប៉ុន្តែមិនមែនឈើចាក់ធ្មេញឡើយនៅពេលដែលយើងយកឈើចាក់ធ្មេញយកមកចាក់ក្នុងមាត់របស់យើងវានឹងទម្លាក់ពងរបស់វានៅនឹងគល់ធ្មេញរបស់យើងហើយនៅថ្ងៃបន្ទាប់វានឹងញាស់ចេញមកមិនមែនជាសត្វល្អិតអ្វីផ្សេងទេគឺញាស់ចេញមកជាលក្ខណៈឈើចាក់ធ្មេញហ្មងហើយឈើចាក់ធ្មេញហ្នឹងនឹងលូតលាស់វែងទៅរហូតដល់ចាក់មុខរបស់មនុស្សធ្លុះធ្លាយបើសិនជាមិនព្យាបាលនឹងស្លាប់ហើយវីដេអូយើងក៏ចប់មានតែប៉ុណ្ណឹងបាយ